សួស្តីអ្នកទាំងអស់គ្នាអូខេដោយសារមានការសំណពោពីfan មួយចំនួននៅក្នុង YouTube ហ្នឹងហើយក៏ដូចជានៅក្នុង Facebook ហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងធ្វើវីដេអូមួយនិយាយអំពីរបៀបប្រើប្រាស់ជីហើយក៏ដូចជានិយាយថាប្រភេទជីណាមួយដែលអាចប្រើប្រាស់ជាមួយផ្កាកេសរកូលបានដើម្បីឲ្យដើមរបស់វាមានសុខភាពល្អក៏ដូចជាវាចេញផ្កាច្រើនបែបនេះអញ្ចឹងនៅក្នុងការប្រើប្រាស់ជីហ្នឹងយើងមិនចេះតែប្រើនៅលើផ្កាកេសរកូលណាព្រោះអ្នកខ្លះខ្ញុំឃើញគាត់ប្រើអញ្ចឹងទៅគាត់អត់ដឹងថាគាត់យកលាមកសត្វផ្សេងមកដាក់អញ្ចឹងបដាលឲ្យកេសរកូលហ្នឹងឆ្លងរោគងាប់ក៏មានហើយអ្នកខ្លះហ្នឹងគាត់ប្រើជីលើសកម្រិតហ្នឹងក៏អាចធ្វើឲ្យផ្កាកេសរកូលងាប់ដែរព្រោះអីកាលណាជីបើយើងប្រើលើសកម្រិតវាធ្វើឲ្យដីរបស់ដែលយើងដាំផ្កាហ្នឹងគឺវាមានលក្ខណៈក្តៅអញ្ចឹងវាអាចធ្វើឲ្យរលួយដើមអីស្លាប់បានហើយទី2ហ្នឹងការប្រើប្រាស់ជីដែលមិនគ្រប់គ្រាន់ហ្នឹងក៏ធ្វើឲ្យអត់ប្រយោជន៍ផងដែរយើងដាក់ទៅដូចមានអារម្មណ៍ថាអត់ល្អអាហ្នឹងគឺយើងប្រើប្រាស់ជីដែលស្ទើរអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងលើកយកប្រភេទជីពីរប្រភេទសម្រាប់អ្នកទាំងអស់គ្នាអាចយកមកប្រើប្រាស់នៅក្នុងការដាំដុះកេសរកូលបានអញ្ចឹងជីទី1ហ្នឹងគឺជាជីប្រភេទទឹកដែលវាមានតែជាផលិតផលថៃទេដោយសារស្រុកខ្មែរយើងអត់ទាន់មានជីដែលផលិតសម្រាប់ការកេសរកូលទេអញ្ចឹងជីនេះមានឈ្មោះថា Alpha Omega ហ្នឹងយើងឃើញមានរូបកូនផ្កាកេសរកូល3ថូនៅពីមុខហ្នឹងណាហើយយើងអាចរកទិញបាននៅតាមបណ្ដាហាងផ្កាមួយចំនួនទាំងក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តអញ្ចឹងជីប្រភេទនេះភាគច្រើនយើងប្រើប្រាស់ដើម្បីជំនួយដើមអញ្ចឹងឧបមាថាយើងដាំទៅដើមវាអត់សូវល្អមានសុខភាពមិនរឹងមាំដើមស្វិតដើមលឿងអត់សូវមានសុខភាពណាយើងអាចបាញ់ជីនេះជំនួយបានហើយសម្រាប់ការប្រើប្រាស់វិញគឺ10ទៅ15 cc លាយទឹក3ទៅ5លីត្រឬមួយក៏យើងដាក់មកកម្រិតដបទឹកសុទ្ធយើងដបទឹកសុទ្ធកន្លះលីត្រណាយើងដាក់មកការ៉ូវាហ្នឹងលាយទឹក5លីត្រក៏បានដែរហើយចំពោះការបាញ់វិញគឺរយៈពេល3ថ្ងៃម្ដងយើងបាញ់ឲ្យជាប់យើងបាញ់ឲ្យជាប់រយៈពេល1អាទិត្យអ្នកទាំងអស់គ្នានឹងឃើញគុណភាពរបស់វាគឺដើមហើយចាប់ផ្ដើមមានសុខភាពមកវិញអូខេហើយប៉ុន្តែបើនិយាយពីថាការព្យាបាលជំងឺជីប្រភេទនេះគឺអត់ទេវាសម្រាប់តែជួយឲ្យដើមមានសុខភាពល្អតែប៉ុណ្្នឹងឯងហើយនៅក្នុងពេលដែលយើងធ្វើឲ្យដើមមានសុខភាពល្អបន្ទាប់មកយើងអាចបាញ់ជីជំនួយផ្កាតែខ្ញុំនឹងលើកយកនៅពេលក្រោយចំពោះជីជំនួយផ្កាអូខេឥឡូវយើងចូលទៅជីមួយប្រភេទមួយទៀតហ្នឹងជីប្រភេទនេះជាប្រភេទគ្រាប់ហើយមិញហ្នឹងជាប្រភេទទឹកខ្ញុំភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាជីប្រភេទគ្រាប់នេះមានឈ្មោះថា Osmocote ជាផលិតផលរបស់ប្រទេសថៃដែរប៉ុន្តែ Osmocote នេះជាប្រភេទ NPK អញ្ចឹង NPK យើងត្រូវរើសយកលេខ NPK ដែលមានចំនួនស្មើ NPK 13ហ្នឹងគឺវាសម្រាប់ជំនួយដើមផងផ្កាផងអញ្ចឹងភាគច្រើនបើអ្នកទាំងអស់គ្នាចង់ដាំកេសរកូលឲ្យមានផ្កាហើយឲ្យដើមមានសុខភាពល្អជីប្រភេទនេះគឺជាជម្រើសល្អសម្រាប់អ្នកទាំងអស់គ្នាជាជាងជីប្រភេទទឹកបាញ់មិញហ្នឹងអូខេហើយហ្នឹងហើយមកកញ្ចប់ហ្នឹងយើងដាក់ប្រហែលជាមួយស្លាបព្រាកាហ្វេក្នុងកថោហើយរៀងរាល់មួយខែយើងដាក់ម្ដងអញ្ចឹងជីប្រភេទនេះគឺបានយូរជាងជីប្រភេទទឹកហើយយើងអត់សូវចាំពិបាករវល់អីច្រើនទេអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងមកចែករំលែកអ្នកនរគ្នាទៅតាមសំណូមពររបស់ប្រិយមិត្តមួយចំនួនដែលគាត់សំណូមពរឲ្យខ្ញុំលើកឡើងពីប្រភេទជីប្រើសម្រាប់កេសរកូលអូខេហើយជាចុងក្រោយសូមកុំភ្លេចជួយ Subscribe YouTube Channel របស់ខ្ញុំផងសូមអរគុណសូមជម្រាបលាបាយបាយ